បងប្អូនទាំងអស់គ្នាប្រកាសជាគិតថាប្រាសាទអង្គរវត្តនេះនៅទឹកដីខេត្តសៀមរាបហើយមែនអត់បងប្អូនទាំងអស់គ្នានិយាយពីថាប្រាង្គប្រាសាទក៏ដូចជាកំពូលប្រាសាទនីមួយគឺដូចខ្លាំងមែនតើនៅទឹកដីខេត្តសៀមរាបវីដេអូនេះគឺមិនមែនប្រាសាទអង្គរវត្តនៅទឹកដីខេត្តសៀមរាបទេបងប្អូនទាំងអស់គ្នាគឺនៅទឹកដីខេត្តមួយដែលជាប់សមុទ្រនិយាយទៅប្លែកខ្លាំងមែនតើឃើញអង្គរវត្តនឹងគឺដូចស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែមកលេងនៅទីនេះដើម្បីថតផ្សព្វផ្សាយទាំងអស់គ្នាអូសូមតសាអ្នកធ្វើគឺដូចខ្លាំងតែម្ដងអនុញ្ញាតគ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែតាមដានទស្សនានៅเพจផ្លូវការរបស់ VJ Dada ថ្ងៃនេះខ្ញុំបានមកដល់នៅទឹកដីឃុំព្រៃថ្នោតភូមិត្រពាំងលពៅស្រុកទឹកឈូខេត្តកំពតដែលនៅពីក្រោយខ្នងនេះគឺមានប្រាសាទអង្គរវត្តបងប្អូនទាំងអស់គ្នាប្រាសាទអង្គរវត្តមិនមែនមានតែនៅទឹកដីខេត្តសៀមរាបទេនៅខាងកំពតនេះក៏មាននៅប្រាសាទអង្គរវត្តដែរដែលជាប្រាសាទអង្គរវត្តគេធ្វើឡើងនៅទីនេះផ្ទាល់តែម្ដងហើយឃើញថាមានការចូលរួមមកទស្សនាពីពុកម៉ែបងប្អូនរបស់យើងជាពិសេសបាទគុណម្ចាស់ក៏បានមកមើលនៅបាទប្រាសាទអង្គរវត្តដែលគេធ្វើឡើងនៅទឹកដីខេត្តកំពតនេះបងប្អូនប្លែកខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាខ្ញុំធ្លាប់តែឃើញប្រាសាទអង្គរវត្តនៅខាងបាទសៀមរាបឥឡូវនេះយើងបានមកដល់នៅទឹកដីបាទកំពតបាទគឺយើងបានឃើញនៅបាទប្រាសាទអង្គរវត្តប្លែកហើយស្អាតខ្លាំងមែនទែនទាំងអស់នេះហើយគឺការបង្ហាញឲ្យឃើញពីបាទប្រាសាទនៅប្រទេសកម្ពុជារបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាក៏អាចចូលរួម share ដើម្បីបង្ហាញពីប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជារបស់យើងមានច្រើនគ្រាន់តែថាប្រាសាទអង្គរវត្តនេះគឺប្រាសាទអង្គរវត្តដែលគេធ្វើឡើងដោយខ្លួនឯងមិនមែនជាបាទទឹកដៃរបស់បុព្វបុរសខ្មែររបស់យើងក៏ប៉ុន្តែឃើញស្អាតខ្លាំងមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងចម្លាក់ពាក់ព័ន្ធអីគឺនៅទាំងអស់ហើយស្អាតខ្លាំងណាស់នៅឯជើងភ្នំតែម្ដងដោយតែបងប្អូនបានឃើញនិយាយទៅមានភ្ញៀវគាត់មកមើលច្រើនភ្ញៀវទេសចរបាទក្នុងស្រុករបស់យើងក៏គាត់បានមកលេងច្រើនដែរហើយដូចបងប្អូនបានឃើញអូច្រើនណាស់ពងតែថតរូបត្រៀបត្រាតែម្ដងអូមានទាំងគុណម្ចាស់មានទាំងភ្ញៀវរបស់យើងគាត់មកលេងហើយយើងឃើញក្បូរក្បាច់រចនាប្រាសាទអង្គរវត្តរបស់យើងប្លែកខ្លាំងមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់តែបាទឃើញនៅសៀមរាបនៅខាងប្រាសាទផ្សេងៗឥឡូវយើងបានមកដល់ទឹកដីខេត្តកំពតនេះបានមកឃើញនៅប្រាសាទអង្គរវត្តឥឡូវឃើញបងប្អូនរបស់យើងមកច្រើនហើយវិដាមកដែរសុខសប្បាយទេវិដាសប្បាយអូនមិនដែរមកមើលប្រាសាទអង្គរវត្តនៅខាងកំពតយើងណោះនិយាយទៅខ្ញុំមកលើកទី2ប៉ុន្តែនៅតែមានអារម្មណ៍ថាវាព្រឺសបូលដោយសារស្អាតពេកណោះប្លែកខ្លាំងមែនទែនពីមុនមកដឹងទេថាមានអង្គរវត្តនៅទឹកដីខេត្តកំពតរបស់យើងអត់ដឹងទេតែខ្ញុំមកលើកទី2មកលើកមុនសួរគេហើយពេលមកលើកនេះមានអារម្មណ៍ថាហត់តាព្រឺសបូលដោយសារនៅតែស្អាតដដែលហើយដូចខ្លះមែនទែនយើងមើលមកគឺតម្រង់ប្រាសាទអង្គរវត្តរបស់យើងគឺមានក្បូរក្បាច់រចនាស្អាតខ្លាំងមែនទែននៅទឹកដីខេត្តកំពតនេះដោយតែបងប្អូនបានឃើញយើងមានភ្ញៀវខ្មែររបស់យើងមកលេងច្រើនមានគុណម្ចាស់ក៏គាត់មកទស្សនកិច្ចមើលនៅប្រាសាទអង្គរវត្តដែលធ្វើឡើងនៅទឹកដីខេត្តកំពតគ្រាន់ថាប្រាសាទអង្គរវត្តនេះមិនមែនជាប្រាសាទអង្គរវត្តសិនដូចនៅខាងសៀមរាបទេជាការធ្វើឡើងនៅខាងកំពតនេះក៏មិនតែប្លែកម្យ៉ាងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចមកចូលរួមទស្សនាមើលផ្ដិតរូបភាពដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់បងប្អូនរបស់យើងមានបងប្អូនរបស់យើងមកចូលរួមទស្សនាច្រើនណាស់ហើយការចូលមកមើលនៅប្រាសាទអង្គរវត្តនៅទឹកដីខេត្តកំពតនេះគឺអត់មានចំណាយថវិកាទេបងប្អូនអាចធ្វើដំណើរមកតាមរយៈផ្លូវជាតិកំពតរបស់យើងបុកចេញពីទីក្រុងខេត្តកំពតមកផ្លូវខាងហួសបាទខាងបកគោបន្តិចមកពាំងលពៅបងប្អូនទាំងអស់គ្នាមកខាងទៅពាំងលពៅមកបងប្អូនទាំងអស់គ្នានឹងឃើញឲ្យពាក់ព័ន្ធជាមួយនឹង Google Map ក៏ដូចជា location វិញគឺបងប្អូនទាំងអស់គ្នាអាចមើលនៅក្រោម comment នេះបានហើយនៅទីនេះគឺស្អាតខ្លាំងមែនទែនដូចបងប្អូនបានឃើញនៅប្លង់ដ្រូនចឹងនិយាយពីថាអូយស្អាតខ្លាំងប្រាសាទរបស់យើងគឺនៅខាងមុខនេះចេញមកគឺថាបង្ហាញនៅអត្តសញ្ញាណរបស់ខ្មែររបស់យើងអូយនិយាយចាប់អារម្មណ៍ខ្លាំងគឺស្អាតខ្លាំងណាប្រាង្គប្រាសាទដែលគេធ្វើឡើងហើយដូចខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាដូចមែនទែនហ្មងប្រាសាទអង្គរវត្តចឹងបានថាដែនដីអច្ឆរិយៈរបស់ប្រទេសកម្ពុជារបស់យើងគឺមានប្រាសាទជាច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួម share ទាំងអស់គ្នាដើម្បីផ្សព្វផ្សាយពីប្រាសាទនៅប្រទេសកម្ពុជារបស់យើងជាក់ស្ដែងដូចជាប្រាសាទអង្គរវត្តនៅទឹកដីខេត្តកំពតនេះប្លែកម្យ៉ាងដែរជាការលើកស្ទួយក៏ដូចជាការបង្ហាញឲ្យឃើញថាប្រទេសកម្ពុជារបស់យើងគឺមានប្រាសាទច្រើនខ្លាំងដើម្បីផ្សព្វផ្សាយទៅកាន់ប្រទេសផ្សេងៗឲ្យដឹងថាកុំចង់បានបាទប្រាសាទរបស់ខ្មែររបស់យើងមិនថាប្រាសាទដែលដូនតារបស់យើងធ្វើឡើងក៏ដូចជាបងប្អូនខ្មែររបស់យើងធ្វើបន្ថែមទៀតនៅតាមខេត្តផ្សេងៗនេះស្អាតណាស់ដោយបងប្អូនបានឃើញនៅចកេះភ្នំជុំវិញបាទមានភ្នំព័ទ្ធជុំវិញអូយស្រស់ស្អាតខ្លាំងមែនតើមានទឹកមានអីអមសងខាងបែបនេះបង្ហាញឲ្យឃើញពីបាទប្រាសាទនៅខ្មែររបស់យើងច្រើនខ្លាំងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចមកលេងនៅប្រាសាទអង្គរវត្តនៅទឹកដីខេត្តកំពតនៅ
ឃុំព្រៃថ្នោតភូមិត្រពាំងលពៅស្រុកទឹកឈូខេត្តកំពតបងប្អូនអើយចូលមកគឺថាអត់ឆ្ងាយពីផ្លូវជាតិប្រហែលទេជិះម៉ូតូមកក៏បានជិះឡានមកក៏បានដែរគ្រាន់តែបងប្អូនដល់ចូលមកដល់ភ្លាមនិយាយពីថាឃើញខ្លោងទ្វារប្រាសាទអង្គរវត្តដែលនៅទឹកដីខេត្តកំពតនេះប្លែកខ្លាំងណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំធ្លាប់តែលេងនៅខាងសៀមរាបនៅខាងអីឃើញប្រាសាទដល់ពេលមកមើលប្រាសាទដែលគេកែច្នៃពីបាទបងប្អូនខ្មែររបស់យើងធ្វើជាអត្តសញ្ញាណដើម្បីបង្ហាញជូនទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិបងប្អូនអាចមកលេងនៅទីនេះបានដើម្បីថតរូបផ្សព្វផ្សាយធ្វើជាវីដេអូដើម្បីផ្សព្វផ្សាយទៅកាន់ប្រទេសផ្សេងៗឲ្យបានឃើញថាបាទប្រាសាទរបស់យើងមិនមែនមានតែនៅខេត្តបាត់ដំបងនៅខាងសៀមរាបទេកំពតនេះក៏មានដែរបងប្អូនទាំងអស់គ្នាទោះបីជាប្រាសាទអង្គរវត្តនេះជាការសាងសង់ថ្មីមែនមិនមែនជាស្នាដៃបុព្វបុរសតែយើងបានបង្ហាញយើងបានបាទធ្វើឡើងដើម្បីនឹកឧទ្ទិសដល់ដូនតាខ្មែររបស់យើងបុព្វបុរសខ្មែររបស់យើងប្រកែខ្លាំងមែនទែនទុកស្នាដៃនេះជូនដល់កូនខ្មែររបស់យើងអាចមកធ្វើជាចម្លាក់អង្គរវត្តនេះបន្ថែមជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាមកលេងនៅទឹកដីខេត្តកំពតកុំភ្លេចមកមើលនៅប្រាសាទអង្គរវត្តដ៏ទូចន្លឹងមួយនេះតែស្អាតចូលមកដល់ភ្លាមស្អាតណាស់ដូចបងប្អូនអាចឃើញពីលើមកនិយាយពីថាអូយទៅចាក់ភ្នែកខ្ញុំពិតជាប្លែកហើយអ្វីទាំងអស់នេះគឺខ្ញុំចង់ផ្សព្វផ្សាយទៅកាន់បងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមលើកស្ទួយជាមួយនឹងប្រាសាទខ្មែររបស់យើងជាចុងក្រោយអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានជាមួយនឹង Page ផ្លូវការរបស់ VJ Dada កុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតជំរាបលាបាយបាយ